ជំរាបសួរបងប្អូនអានេះគឺជាការជជែកគ្នាលេងកុំយកធ្វើជាគោលហើយជាការនិយាយបែបរវាងអ្នកស្ដាប់និងអ្នកនិយាយបែបជាភាសាអញ្ចឹងទៅបងប្អូនខ្ញុំចង់លើកយករឿងខ្លះយកមកនិយាយច្រើនដូចឥឡូវនេះយើងនិយមពាក្យពីមុនយើងនិយមពាក្យយុគ9អញ្ចឹងទៅហើយបន្តមកឥឡូវយើងនិយមពាក្យថារុស្ស៊ីទី2អ៊ុយក្រែនទី2គឺប្រទេសថៃអញ្ចឹងទៅហើយខ្ញុំនឹកឃើញរឿងមួយខ្ញុំយកមកនិយាយហើយខ្ញុំនឹងទៅរឿងពីរហ្នឹងសម្រាប់បងប្អូនចូលជាខ្ញុំផុសហើយអញ្ចឹងណាហើយកុំគិតបែបនយោបាយស៊ីជម្រៅពេកបែបស្រាលៗទៅហើយខ្ញុំបានស្ដាប់គេនិយាយពីរឿងអ៊ុយក្រែនទី2ជាប្រទេសថៃដែរណាហើយខ្ញុំស្ដាប់ទៅវាស្រាលពេកវាអត់មានអីទៅណាឆ្ងាយអញ្ចឹងយើងក៏និយាយបែបស្រាលទៅវិញទៅខ្ញុំរំលឹករឿងមួយណាបងប្អូនពីដើមខ្មែរយើងមិនទទួលទានសាច់ឆ្កែទេហើយនៅចំនួនញាកកុងណានៅជំនាន់យេកុងដែលជាចលនារណសេររំដោះវៀតណាមខាងត្បូងឈ្មោះរបស់រណសេររំដោះជាតិវៀតណាមខាងត្បូងនៅក្នុងមានបដិវត្តកុម្មុយនីសនៅក្នុងកម្ពុជាដែរវាកុងអ្នកនៅកំពង់ចាមក៏ស្ទើរដឹងហើយឡើងចុះបើថាមានឪពុកអាយុ80អីហ្នឹងក៏ធ្លាប់ដែរតែយេកុងឡើងមកស៊ីបាយនៅលើផ្ទះអធិស្ឋានប្រើពាក្យស៊ីតែហ្មងពាក្យចាស់នៅហូបបាយពីលើផ្ទះហើយចិញ្ចឹមយេកុងអីចឹងទៅអាហ្នឹងពាក្យប្រជាជនតែចិញ្ចឹមអាហ្នឹងយើងអត់ដឹងយើងគ្រាន់តែដឹងថាវាកុងទៅអញ្ចឹងវាកុងហ្នឹងបងប្អូនបង្កើតជាគេហៅជាប្រភពនៃការបង្កើតពាក្យមួយថាឆ្កែព្រុសយន្តហោះបងប្អូនអ្នកដែលឮពាក្យឆ្កែព្រុសយន្តហោះឮទូទៅហើយតែអាហ្នឹងវាកើតមកពីណាវាកើតមកពីទាហានវាកុងឃ្លានឆ្កែឃ្លានកុងចគេហ្នឹងអញ្ចឹងច្រើនតែប្រាប់ខ្មែរតបប្រាប់ខ្មែរថាកុំឲ្យទុកឆ្កែព្រោះឆ្កែឲ្យតែឃើញយន្តហោះរបស់អាមេរិកហ្នឹងនេះហើយវាព្រុសអញ្ចឹងវាធ្វើឲ្យយន្តហោះហ្នឹងដឹងថាមានទាហានវាកុងឬក៏មានមនុស្សនៅហ្នឹងយន្តអាមេរិកតម្លាក់ក៏បែករឿងពិតប្រកបណាពិតប្រកបនិយាយតគ្នាមិនមែនជារឿងលេងសើចទេអញ្ចឹងខ្មែរយើងក៏ជឿណាអញ្ចឹងវាកុងក៏ថាយកឆ្កែយកអីស៊ីទៅហើយខ្មែរយើងមិនបរិភោគឆ្កែទេអញ្ចឹងវៀតណាមគេយកទៅបរិភោគទៅរហូតដល់ស្ងាត់ភូមិយប់ឡើងរត់ឬក៏ទៅពីភូមិមួយទៅភូមិមួយណាគ្មានអាចចាប់ទេគ្មានឆ្កែណាព្រុសទេវាស៊ីអស់ទៅហើយអារូបភាពឬក៏វប្បធម៌ទទួលទានសាច់ឆ្កែហ្នឹងក៏វាកម្លាយដល់ខ្មែរអញ្ចឹងទៅតោះណាបងប្អូនចារឿងមួយជ្រុងមួយដែលគេបោកមកវាហាក់ដូចជាត្រូវហ្នឹងវាធ្វើឲ្យយើងយល់ឃើញថាវាត្រឹមត្រូវដូចរឿងយុគ9អញ្ចឹងយុគ9គេនិយាយយើងក៏ជឿទៅហើយព្រោះហុងស៊ុយវាល្អដែរមិនអាក្រក់ទេគេនិយាយថាយុគ9អ្នកអាក្រក់គេចេញនេះឲ្យយុគភ្លើងយុគអីខ្ញុំស្ដាប់ក៏មិនច្បាស់ដែរព្រោះខ្ញុំមិនមានជំនឿអីខ្លាំងតែបងប្អូនពិចារណាមើលយើងរាប់ឈ្មោះមហាសទ្ធិឬក៏សទ្ធិដែលរលាយនៅក្នុងយុគ9ឲ្យបាន20នាក់មើលហើយធៀបជាមួយនឹងប្រជាពលរដ្ឋក្រីក្រទាំងនៅក្នុងខ្មែររបស់យើងទាំងនៅក្នុងវៀតណាមនៅក្នុងប្រទេសចិនហ្នឹងតើប្រហែលអ្នករាប់លានអ្នកណាបើចិនដូចជា32លានអ្នកណាតើទៅជាមួយនឹងអាបងផ្ទះអត់បានផ្ទះក្រុមហ៊ុនអចលអ្នកទ្របដួលរលំហើយនៅថៃនៅវៀតណាមមកកណោទៀតហើយនៅខ្មែរទៀតតើពលរដ្ឋក្រីក្រឬក៏តស៊ូឬក៏ឋានៈកណ្ដាលទាំងអស់ហ្នឹងគាត់ទៅសាងអំពើបាបអីបានទៅ9ដុតឡើងវេទនាចពាក់ធនាគារអ្នកខ្លះបង់មលុះដីផ្ទះដាក់ផ្ទះដើម្បីទៅដើម្បីនេះដើម្បីយកលុយទៅទិញផ្ទះយកដីខ្លួនឯងទៅដាក់ធនាគារទៅទិញផ្ទះចុងក្រោយផ្ទះក៏មិនបានបង់ធនាគារមិនបានដីក៏រើសអស់យកទៅទៀតសទ្ធិហ្នឹងធម្មតាដែរដូចសទ្ធិរបស់វើរបស់ប្រទេសចិនអញ្ចឹងក៏មានអីក៏នៅតែធម្មតាហ្នឹងចូលដល់រឿងហ្នឹងណាចុងក្រោយនេះយើងនិយាយពីរឿងអ៊ុយក្រែនបន្តិចជាមួយនឹងថៃថៃតាមពិតមែនទែនទៅបងប្អូនយើងពឹងទៅលើគេច្រើនដែរយើងនិយាយដោយស្មោះណាតើតើជាមួយនឹងពលកម្មការងាររបស់យើងធ្វើស្រែធ្វើចំការដាំដលងមិនបានទេធ្វើស្រូវមិនបានទេតែពេលទៅចល័តទៅស្រុកគេដាំដលងដាំស្រូវឲ្យគេដាំសកានេះឲ្យគេដដែលជាកសិករដដែលប៉ុន្តែមានលុយផ្ញើមកស្រុកហើយអាចចំណូលមកពីប្រទេសថៃហ្នឹងក៏វាច្រើនដែរយើងឃើញរដ្ឋាភិបាលក៏ប្រឹងប្រែងណាធ្វើការទូតដើម្បីយើងអ្នកខ្លះគាត់ប្រហែលជារិះគន់រដ្ឋាភិបាលចំណុចហ្នឹងប៉ុន្តែមែនតើការលក់ពលកម្មហ្នឹងវាមានគ្រប់ប្រទេសគ្រាន់តែកម្រិតនៃការលក់ហ្នឹងវាទៅតាមឋានានុក្រមឬក៏ទៅតាមចំណេះដឹងនៃពលរដ្ឋរបស់គេការបន្លាស់ទីនៅតំបន់អឺរ៉ុបពីប្រទេសមួយទៅប្រទេសមួយក៏ដូចគ្នាដែរហើយវៀតណាមហ្នឹងក៏លក់ពលកម្មដែរគ្រាន់តែលក់ពលកម្មនៅក្នុងផ្នែកណាមួយអញ្ចឹងទៅបុគ្គលិកជំនាញអញ្ចឹងទៅពីកម្មករខ្មែរយើងគាត់មិនសូវមានជំនាញការអប់រំរបស់យើងវិជ្ជាជីវៈយើងវាមានតិចតួចយើងអាចនិយាយថាប្រទេសយើងទើបតែងើបអញ្ចឹងណាអញ្ចឹងរដ្ឋាភិបាលក៏ព្យាយាមធ្វើម៉េចឲ្យតំណែងតំណងការទូតហ្នឹងឲ្យល្អអញ្ចឹងកុំឲ្យវាមានបញ្ហាយើងឃើញច្រើនទាំងការនាំចេញហើយជាមួយនឹងការពលករគាត់ទៅធ្វើការហ្នឹងក៏បានសុខសប្បាយនៅពេលដែលការទូតក្តៅក្រហាយឬក៏តឹងតែងដាក់គ្នាម្ដងអ្នកដែលរងគ្រោះច្រើនជាងគេគឺពលករហ្នឹងឯង
យើងឃើញអ្នកខ្លះមានរូបភាពខ្លះគេវាយខ្នោះអញ្ចឹងទៅគេធ្វើហ្នឹងយើងក៏បន្ទោសគេមិនកើតដែរព្រោះពេលខ្លះពលកររបស់យើងគាត់ខុសច្បាប់មែនហើយនៅពេលការទូតឬក៏នយោបាយរបស់ប្រទេសថៃឡើងកម្ដៅទៅគេដឹកយើងយកមកចាក់ចោលយើងធ្លាប់ឃើញណាអញ្ចឹងអាគោលនយោបាយទៅចាក់ការទូតហ្នឹងក៏វាល្អដែរព្រោះយើងផ្ញើខ្លួនឬក៏បងប្អូនសាច់ឈាមរបស់យើងគិតតែយើងថាខ្ញុំគ្មានបងប្អូនសាច់ឈាមជាមួយពលករយើងគិតឲ្យច្បាស់មែនតើណាឈាមរឹងរត់ដូចគ្នាអញ្ចឹងនយោបាយការទូតតែចាក់ឈ្នះគឺល្អលេងនិយាយពីរុស្ស៊ីអត្ថបទរុស្ស៊ីខ្ញុំរកអត់ឃើញគេថាទើបតែចុះប្រហែលជា2-3អាទិត្យហ្នឹងខ្ញុំព្យាយាមដែរគេនិយាយពីរុស្ស៊ីដែលគេអ្នកប្រាជ្ញរុស្ស៊ីដែលគេព្យាករណ៍ថាថៃទី2អ៊ុយក្រែនទី2គឺប្រទេសថៃអញ្ចឹងណាអ៊ុយក្រែនទី2គឺប្រទេសថៃអញ្ចឹងពេលហ្នឹងយើងក៏គិតថាហេតុអីក៏ប្រទេសថៃគាត់និយាយពីនយោបាយអមិត្តរបស់ប្រទេសថៃច្រើនជុំវិញហ្នឹងអត់ត្រូវជាមួយគេប្រហែលទេនិយាយទៅវាហាក់ដូចនឹកឃើញយើងដែរយើងមាននយោបាយមិត្តដែកថែបយើងមាននយោបាយមិត្តពាន់ឆ្នាំរបស់យើងអញ្ចឹងតែប្រជាពលរដ្ឋក៏ទំនោររបស់ប្រជាពលរដ្ឋផ្សេងគ្នាអ្នកខ្លះមិនចូលចិត្តវៀតណាមទៅអ្នកខ្លះមិនចូលចិត្តថៃអញ្ចឹងទៅអានឹងវាផ្សេងគ្នាដែរបើយើងពឹងផ្អែកទៅលើមួយរឿងហ្នឹងក៏វាមិនកើតដែរហើយយើងក៏គេនិយាយអំពីថាចិនអាចនឹងចូលមកប្រទេសថៃឬក៏មកកាន់កាប់ប្រទេសថៃបើសិនជាយើងនិយាយថាវាដូចជាអ៊ុយក្រែនទី2តើតែមានអ្នកណាមួយឈ្លានពានយកមកតំណប់ធ្វើជាទីដីឬក៏ទីវាតែបើយើងមើលពីផែនទីរបស់ប្រទេសចិនបងប្អូនត្រូវមើលផែនទីរបស់ប្រទេសចិនសិនមុនទៅដល់ប្រទេសថៃគួរតែនឹកឃើញតៃវ៉ាន់សិនណាបើថាំងវាជានយោបាយជាបដិវត្តពណ៌នៅប្រទេសថៃមានមែនបដិវត្តពណ៌គឺតើតើជាមួយនឹងការធ្វើបាតកម្មដណ្ដើមអំណាចដោយមិនចាំបាច់ប្រើយោធាប្រើអីហ្នឹងណាតាមរយៈក្រមបាតកម្មហ្នឹងយើងឃើញមានអាវខៀវអាវក្រហមនៅក្នុងស្រុកខ្មែរយើងក៏គាត់បានសង្កត់ធ្ងន់ណាស់យើងឃើញសម្ដេចយើងឃើញលោកសុកទូចយើងឃើញលោកសង្ឃហ្វ្រសានក៏បាននិយាយពីបដិវត្តពណ៌ម៉ែបូណាក៏និយាយពីបដិវត្តពណ៌ហេតុអីក៏គេព្យាយាមនិយាយពីបដិវត្តពណ៌ហ្មងបើយើងគិតនៃក្នុងន័យមួយណាក្នុងន័យសេដ្ឋកិច្ចប្រជាពលរដ្ឋដែលមានបញ្ហាសេដ្ឋកិច្ចច្រើនតែងើបបះបោអញ្ចឹងរដ្ឋាភិបាលគាត់យល់ឃើញថានៅក្នុងឆ្នាំ2025សេដ្ឋកិច្ចមានតែបន្តភាពលំបាកតទៅជាមួយម៉ាក្រូសេដ្ឋកិច្ចមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេវាជាកំហុសនៅបរិយាកាសខាងក្រៅដែលពិភពលោកទាំងអស់កំពុងតែប្រឈមអញ្ចឹងណាហើយក្នុងពេលហ្នឹងគឺឆ្លៀតរដ្ឋាភិបាលឆ្លៀតពេលហ្នឹងដើម្បីការពារទុកជាមុននៅក្នុងគោលនយោបាយប្រឆាំងណាមួយឬក៏គោលនយោបាយមិនស្របណាមួយដែលអាចបង្កជាហានិភ័យទៅលើបដិវត្តពណ៌ក្នុងការផ្ដួលរំលំរដ្ឋាភិបាលហ្នឹងបើយើងនិយាយពីនយោបាយទៅកុំឲ្យទៅជ្រៅព្រោះគេលោយើងវាបែកបាក់គ្នាយើងនិយាយបែបហ្នឹងទៅអញ្ចឹងអ្វីដែលខ្ញុំចង់សង្កត់យើងឃើញគេនិយាយច្រើនពីបដិវត្តពណ៌នៅក្នុងប្រទេសកម្ពុជាយើងក៏នឹងគិតពីសេដ្ឋកិច្ចទៅព្រោះប្រជាពលរដ្ឋរបស់យើងរស់នៅក្នុងសុខសន្តិភាពហើយមនុស្សដែលប្រឆាំងបះបោរនោះតែកាពះឬក៏កវែកកឆ្នាំងរបស់យើងវាមិនល្អអញ្ចឹងមានន័យថាសេដ្ឋកិច្ចនៅក្នុងឆ្នាំ2025ពិភពលោកនៅតែបន្តអ្នកប្រាជ្ញនៅក្នុងស្រុកខ្មែរសេដ្ឋីអ្នកវិភាគអ្នកឯកទេសនៅស្រុកខ្មែរគាត់ដឹងថាពិភពលោកមិនល្អទេអញ្ចឹងវានឹងបន្តជះឥទ្ធិពលដល់យើងអញ្ចឹងការបង្ហាញការជួយផ្នែកសេដ្ឋកិច្ចផ្សេងអញ្ចឹងទៅការបង្ហាញគោលនយោបាយការពារសន្តិភាពហ្នឹងក៏វាផ្សេងអញ្ចឹងទៅអញ្ចឹងកុំតែឆ្ងាយណាកុំម៉ៃថាខ្ញុំនិយាយបែបនេះខ្ញុំគ្រាន់តែប្រាប់បងប្អូនថាវាជារូបភាពដែលជះឬក៏បង្ហាញថាសេដ្ឋកិច្ចនៅក្នុងឆ្នាំ2025កម្ពុជាកំពុងតែតស៊ូនៅបន្តតស៊ូទៀតឥឡូវយើងចូលទៅដល់ថៃតិចយើងនិយាយពីថៃសិនណាថៃជាប្រទេសមួយដែលមានគេនិយាយថានយោបាយអមិត្តខ្ញុំគិតថាប្រហែលជាច្រឡំប្រទេសថៃគឺជាប្រទេសមួយដែលមានគោលនយោបាយគេហៅថាអ្នកប្រាជ្ញច្រើនមានគោលនយោបាយតាក់ទងជាមួយនឹងគោលនយោបាយការបរទេសគេគឺល្អនៅក្នុងតំបន់អាស៊ានហ្នឹងគ្មានប្រទេសមួយណាមកប្រៀបធៀបជាមួយថៃឆ្លងកាត់សង្គ្រាមលោកលើកទី1លើកទី2ថៃអត់ដែរទទួលយកឥទ្ធិពលនយោបាយបរទេសណាមួយលើកលែងតែជាមួយជប៉ុនហើយពេលដែលទទួលយកជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2ហ្នឹងដោយសារតែថៃគាត់មើលឃើញពីវិនិស្សកម្មហើយនឹងឃើញអំណាចរបស់ប្រទេសជប៉ុនដែលបានកាន់កាប់ឥណ្ឌូប៉ាស៊ីហ្វិករួចទៅហើយកាន់កាប់អាស៊ានហើយអញ្ចឹងថៃក៏ព្យាយាមធ្វើយ៉ាងណាកុំឲ្យប្រទេសក្រោមនៅក្រោមអាណានិគមបដូរជាក្រោមឥទ្ធិពលរបស់ជប៉ុនមកជាសហការជាមួយនឹងប្រទេសជប៉ុនដោយព្រះសង្គ្រាមពិបុលណាព្រះសង្គ្រាមពិបុលឈ្មោះដែលគាត់ទៅចរចាជាមួយនឹងប្រទេសជប៉ុនហ្នឹងយើងសរសើរគាត់ទៅអញ្ចឹងការទូតប្រទេសថៃអត់ដែលមានទេ
អត់ដែលមានគោលនយោបាយអាក្រក់ចំពោះសេដ្ឋកិច្ចបរទេសទេហើយទី2បងប្អូនត្រូវដឹងថាថៃគឺជាប្រទេសមួយដែលស្ថិតនៅក្នុងទំនាក់ទំនងខ្សែក្រវ៉ាត់សូត្ររបស់ប្រទេសចិនហើយប្រទេសចិនព្យាយាមជះឥទ្ធិពលមកប្រទេសថៃក្នុងការប្រគល់ប្រជែងជាមួយនឹងប្រទេសសហរដ្ឋអាមេរិកគឺតាមរយៈការរឹតចំណងសេដ្ឋកិច្ចណាបងប្អូនយើងឃើញណាបើកឲ្យថៃធ្វើរថភ្លើងលបឿនលឿនទៅហើយទិញកសកម្មថៃផ្គប់ផ្គង់បង្កើតនេះគឺព្យាយាមចងជាមួយថៃតាមរយៈសេដ្ឋកិច្ចហើយថៃហ្នឹងនយោបាយដូចគេពេញនិយមដូចគេនិយាយសុកទូចគេនិយាយណាលោកសុកទូចអាយដាមសុកទូចគេនិយាយថាតាបិយាអញ្ចឹងទៅដូចវៀតណាមអញ្ចឹងទៅផ្សិតតែអ្នកដែលប្រើនយោបាយតាបិយាអញ្ចឹងទៅអាហ្នឹងយើងនិយាយពីថៃអស់សិនអញ្ចឹងថៃគឺមានតំណែងល្អនយោបាយការទូតបរទេសគឺល្អទី1ហើយទី2គឺថៃក៏អត់មាននយោបាយផ្ដាច់មុខទៅសហរដ្ឋអាមេរិកដែរគឺនៅជាមួយអាមេរិកដែលស្វាគមន៍ទាំងអស់អញ្ចឹងយើងឃើញថៃស្ថិតនៅក្នុងគោលនយោបាយខ្សែក្រវ៉ាត់សូត្ររបស់ប្រទេសចិនហើយការរឹតចំណងតាមរយៈផ្នែកសេដ្ឋកិច្ចក៏ល្អដែរហើយបើយើងនិយាយពីភូមិសាស្ត្រវាអត់ទាន់សមថាប្រទេសថៃគំរាមកំហែងទៅដល់ប្រទេសចិនប្រទេសបើនិយាយពីភូមិសាស្ត្រវាគួរតែអូស្ត្រាលីវាគួរតែហ្វីលីពីនវាគួរតែតៃវ៉ាន់វាគួរតែកូរ៉េខាងត្បូងវាគួរតែជប៉ុនដែលជាភូមិសាស្ត្រឬក៏ជាកន្លែងដែលគម្រាមកំហែងណាហើយប្រមួយទៀតប្រសិនបើចិនណាគាត់វាយថៃក្រុមថាហេតុផលដូចរុស្ស៊ីវាយអ៊ុយក្រែនព្រោះអ៊ុយក្រែននឹងខ្លាចជា NATO ខ្លាចជាតំណប់ដាក់ទ្របសង្គ្រាមបាញ់ចិនហ្នឹងណាវាទៅអត់រួចបើសិនតែចិនវាយថៃមែនវាអត់មានគោលនយោបាយសោះព្រោះវាត្រូវរំលងប្រទេសទាំងប្រមាណដែលខ្ញុំនិយាយបាញ់មិញមួយណាហើយទី2ប្រសិនបើលុកលុយថៃមែនគឺនៅអាស៊ីអាគ្នេយ៍រង្គោះរង្គើហ្មងគឺចាប់ផ្ដើមឈោងចាប់ផ្សេងគ្នាណាអ្នកឈោងចាប់ជាពិសេសវៀតណាមច្បាស់ជាទោះបីជានៅកុំនេះក៏ឈោងចាប់ឬក៏ផ្សារបង្រឹងជាមួយនឹងអាមេរិកដែរពីព្រោះខ្លាចចិនលេបយើងចាំបានការវៀតណាមដកទ័ពនៅក្នុងពីប្រទេសកម្ពុជាហ្នឹងក៏មានការគៀបសង្កត់ពីរុស្ស៊ីដែរបើចិនឲ្យវៀតណាមដកតែវៀតណាមអត់ខ្លាចចិនហើយចិនខ្សោយរុស្ស៊ីខ្លាំងតើតមេរុស្ស៊ីប្រាប់តែឲ្យដកតែមិនដកអញ្ចឹងអាពាក្យនេះក៏ជឿខ្ញុំទៅស្រាវជ្រាវរកមើលខ្លួនឯងណាចាប់93សិទ្ធិសញ្ញាប៉ារីសក្តីហ្នឹងបើមិនមានអត្តពលរុស្ស៊ីវៀតណាមមិនដកទេអាហ្នឹងយើងទៅមើលខ្លួនឯងអញ្ចឹងគឺខ្ញុំនិយាយបើសិនតែចិនអ៊ុយក្រែនវាខុសពីថៃអ៊ុយក្រែនគឺជាតំណប់ទ្របដាក់គ្រាប់សម្រាប់ NATO បាញ់រុស្ស៊ីប៉ុន្តែថៃអត់ទេថៃអត់មានតំណប់ណាត្រូវមកទ្របទេហើយថៃក៏មិនគ្មាននយោបាយមួយដែលឲ្យសហរដ្ឋអាមេរិកហ្នឹងដាក់គ្រាប់បាញ់ចិនដែរហើយបើសិនជាសហរដ្ឋអាមេរិកត្រូវការកន្លែងដាក់គ្រាប់បាញ់ចិនអត់ខ្វះអ្នកដែលសុំដាក់តៃវ៉ាន់នឹងមុនគេតែហ្មងតៃវ៉ាន់ថ្ងៃហ្នឹងធ្វើម៉េចឲ្យតែប្រទេសខ្លួនឲ្យតែប្រទេសយើងហៅប្រទេសណាប៉ុន្តែបើយើងនិយាយពីនយោបាយគុំចិនតែមួយគឺអត់ទេអានេះយើងនិយាយស្រាលយើងអត់និយាយទៅធ្ងន់ណាយើងអត់ទៅវិភាគពីប្រទេសថៃបន្ថែមទៀតទេណាអញ្ចឹងគ្រាន់តែបើសិនថាត្រូវការតំណប់ឬក៏ត្រូវការនេះគឺតៃវ៉ាន់ហ្វីលីពីនយើងឃើញឌូតឺតេមួយរយៈក្រោយនេះកំពុងតែបង្កព្យុះបង្កភ្លៀងរហូតដល់នៅតំបន់អឺរ៉ុបក៏យល់ឃើញថាឌូតឺតេហ្នឹងកំពុងតែសាងបញ្ហាហើយឌូតឺតេហ្នឹងក៏មានតំណទៅចិនហើយអាហ្នឹងឃើញមែនណាឃើញមែនតែបើសិនជាបដិវត្តពណ៌វាកើតមានហើយការកាន់កាប់អំណាចមានវាអាចទៅលើហ្វីលីពីនតាមរយៈឌូតឺតេហ្នឹងដែលមានអ្នកនៅពីក្រោយខ្នងអញ្ចឹងទៅវាអាចទៅបានជាអ៊ុយក្រែនទី2អញ្ចឹងទៅវាអាចអញ្ចឹងទៅឬក៏ហ្វីលីពីនហ្នឹងក៏មានទំនោរខ្លាំងទៅសហរដ្ឋអាមេរិកខ្លាំងពេកអញ្ចឹងទៅណាវារឿងផ្សេងទៀតដែលធ្វើឲ្យវាមានចំនួនទៅលើអាសមុទ្រចិនខាងត្បូងដែលកំពុងតែមានបញ្ហានេះអាហ្នឹងប្រាវទៅអាហ្នឹងវាអាចណាបងប្អូនហើយយើងមើលសោនកូរ៉េកូរ៉េមិននិយាយកូរ៉េខាងត្បូងយើងមិននិយាយជប៉ុនក៏មិននិយាយដែរជប៉ុនសង្កត់ចិនច្រើនទសវត្សរ៍ទៅហើយរហូតដល់ប្រវត្តិសាស្ត្រចិនក៏និយាយដែរកុំទៅអាលោទៅដល់ថៃអីលោទៅប្រហែលប្រទេសយើងអត់ចាំបាច់និយាយអាប្រទេសភូមិផងលបងជាមួយណាយើងនិយាយតែជប៉ុនយើងនិយាយពីកូរ៉េខាងត្បូងយើងនិយាយពីតៃវ៉ាន់យើងនិយាយពីហ្វីលីពីនយើងនិយាយពីអូស្ត្រាលីក៏ទៅមួយដែរបងប្អូនបើកផែនទីមើលសិនទៅមុនជឿគេពេលខ្លះគេនិយាយហ្នឹងដោយសារតែនិន្នាការវាខ្លះគេមើលទៅលើទំនោរណាមួយអញ្ចឹងទៅឬក៏ជាពាក្យមួយដើម្បីបញ្ជូនសារអញ្ចឹងទៅថៃបដិវត្តពណ៌ឬក៏បាតកម្មហ្នឹងតាំងពីឆ្នាំ2000មករហូតដល់2025ថៃនៅតែមានប្រាក់ជួលកម្មករខ្មែរជួលកម្មករភូមាជួលកម្មករឡាវយើងត្រូវគិតណាប្រទេសកំពុងតែវេទនាឲ្យ35លានទេសចរ
តែចប់ថ្មីឆ្នាំ2024ចិនទៅច្រើនហើយចិនទៅទិញខុនដូច្រើនទៅទៀតយើងទៅសួរថាតើគូក្បាលពួកគេហ្នឹងគិតពីប្រយោជន៍ជាតិបែបម៉េចថៃឆ្លងកាត់មួយរឿងទៅមួយរឿងឯកសារប្រវត្តិសាស្ត្រការថែរក្សាទាំងគ្រប់យ៉ាងរបស់ប្រទេសថៃគឺជាកាតព្វកិច្ចរបស់ពលរដ្ឋគេអត់មានបាត់បង់ទេអញ្ចឹងគុំទៅអាចទៅវិភាគកូនចៅរបស់ព្រះនរាយអីកូនចៅរបស់ព្រះវិស្ណុអីកាលពីមុនយើងកូនចៅព្រះឥសូរយើងនិយាយពីជំនឿសាសនាណាតែឥឡូវយើងមិនកូនចៅព្រះឥសូរគាត់ទៅប៉ះកូនចៅព្រះនរាយយ៉ាទៅរលាយខ្លួនអីចឹងទៅអានេះខ្ញុំនិយាយបែបលេងទេហើយខ្ញុំចង់ឲ្យបងប្អូនគិតទៅពេលខ្លះនៅក្នុងរូបភាពខ្លះយើងអត់បានពិនិត្យមើលឲ្យច្រើនជ្រុងចឹងទៅគេបោកយើងចឹងដូចបោករឿងឆ្កែព្រោះយន្តហោះដូចរឿងយុគ9យុគភ្លើងដុតកំឡោចអ្នកនេះអ្នកនោះតើពលរដ្ឋនៅចិននៅវៀតណាមនៅខ្មែរហើយនឹងនៅប្រមាណទៀតនោះដែលរងគ្រោះតាមរយៈការបោកប្រាស់ឬក៏ផុងនៅមូលនិធិហ្នឹងគាត់ធ្វើខុសអីបានជាអាភ្លើងនឹងវាទៅដុតហើយរកឈ្មោះមហាសេដ្ឋីដែលបោកនឹងមើលឲ្យកំណត់បានទេថាចប់ហ្នឹងតែមហាសេដ្ឋីទាំងអស់ហ្នឹងគាត់សុខសប្បាយដដែលឬក៏គាត់វេទនារស់នៅក្នុងនេះមានតែមហាសេដ្ឋីនៅវៀតណាមមួយដែលមានច្បាប់វៀតណាមដាក់តាក់ទងជាមួយតូបមហាជីវិតខាងវិញហ្នឹងនៅតែដែរទេអញ្ចឹងជជែកការជជែកលេងណាគឺជាការជជែកលេងទេគុំយកជាផ្លូវការអីហើយក៏គុំតូបម្ដងអីវាគ្រាន់តែជាទស្សនៈរបស់ខ្ញុំមួយជ្រុងទេបើសិនជាបងប្អូនស្អប់ថៃណាបងប្អូនគិតឡើងវិញអញ្ចឹងណាមានពលករខ្មែរយើងនៅថៃច្រើនហើយគោលនយោបាយការទូតរបស់យើងហ្នឹងក៏ត្រូវពឹងថៃដែរយើងឃើញហេតុអីក៏ខ្ញុំនិយាយអញ្ចឹងយើងឃើញរដ្ឋាភិបាលក៏ខំប្រឹងណាយើងត្រូវដឹងថាចេះបើសិនជាថៃខឹងខ្មែរវៀតណាមខឹងខ្មែរខណៈពេលដែលផ្លូវដឹកជញ្ជូនគេហៅថា logistics ខ្មែរយើងនេះវាត្រូវការឆ្លងកាត់ប្រទេសទាំងអស់ហ្នឹងណាគេបិទតែមួយបាច់យើងដាច់ខ្យល់យើងអត់ទាន់មាននេះទេយើងអត់ទាន់មានហេដ្ឋារចនាសម្ព័ន្ធមួយណាដែលឯករាជ្យដែលប្រកួតប្រជែងរាល់ថ្ងៃហ្នឹងយើងពឹងទៅលើគេហ្នឹងហើយបានជាការប្រកួតប្រជែងផ្នែកកសិកម្មដូចសំណួរក៏ឲ្យខ្ញុំនិយាយពីរឿងកសិកម្មហ្នឹងកសិកម្មរបស់យើងនៅពឹងវៀតណាមយកទៅលក់ឲ្យចិនយើងនៅពឹងថៃយកទៅលក់ឲ្យចិនប្រទេសដូចជាហ្វីលីពីនសុខចិត្តទិញវៀតណាមហើយក៏អត់ទិញខ្មែរយើងទិញមកតែបន្តិចតាមការទូតហើយទិញអីទិញកទិញអីហេតុអីក៏មិនទិញខ្មែរច្រើនមកវាតើតើជាមួយនឹងផលចំណេញនៃការដឹកជញ្ជូនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយើងនៅពឹងគេណាហើយយើងឃើញថ្ងៃមុនគឺខាងសមាគមណាទេដែលគាត់និយាយថាការដឹកជញ្ជូននៅក្នុងពីខ្មែរឆ្លងកាត់ថៃមានការលំបាកថៃអាសាបិទតែសារតែអីគេតែសារតែអាភាពក្តៅនៃនយោបាយរបស់យើងណាដោយរដ្ឋាភិបាលគាត់និយាយរឿងកោះកុដអញ្ចឹងយើងអ្នកនិយាយពីកោះកុដគ្មានអ្នកណាក្បត់ជាតិទេហើយសម្រាប់ខ្ញុំណាតែរដ្ឋាភិបាលគាត់ឲ្យសុំឲ្យស្ងំស្ងាត់ហ្នឹងគឺដោយសារតែរដ្ឋាភិបាលគាត់ព្យាយាមដោះស្រាយតាមនយោបាយការទូតហ្នឹងទៅតែអ្នកខ្លះគាត់និយាយថាអ្នកនិយាយពីកោះកុដអ្នកក្បត់ជាតិ1 2 3ប្រឆាំងឬអីទេឲ្យតែនិយាយពីរឿងផលចំណេញរបស់ជាតិនិយាយចោះហើយគាត់តែយើងគ្រាន់តែនិយាយឲ្យយើងមានដែនកំណត់ទៅបានហើយដើម្បីការពារការខុសនិងការអត់ដឹងរបស់យើងទៅបានហើយអញ្ចឹងណាអញ្ចឹងកាលណាបើសិនគេនយោបាយការទូតហើយនឹងអត្តនៈតំណងរបស់យើងវាក្តៅទៅដែរអ្នកលំបាកចុងក្រោយគឺយើងខ្លួនឯងបងប្អូនធ្វើការរាល់ថ្ងៃបងប្អូនរកស៊ីរាល់ថ្ងៃដូចខ្ញុំនិយាយពីសេដ្ឋកិច្ចគឺយើងពឹងពីផ្អែកពីលើខាងក្រៅច្រើនអញ្ចឹងរដ្ឋាភិបាលក៏ដឹងដូចគ្នាដែរអញ្ចឹងរដ្ឋាភិបាលលោកដឹងអញ្ចឹងតើតើជាមួយនឹងគោលនយោបាយការទូតកុំឲ្យក្តៅពេកកុំឲ្យមានការស្អប់គ្នាពេកនៅពេលដែលយើងខ្លាំងណាគឺយើងអាចធ្វើជាម្ចាស់បានហើយរាល់ថ្ងៃយើងនេះតិចទៅឲ្យដាក់ក្របតិចទៅតែនៅពេលដែលយើងខ្លាំងបងប្អូនចង់អីចង់ទៅអាហ្នឹងប៉ុណ្ណឹងខ្ញុំនិយាយបែបលេងសើចណាហើយក៏ជាទស្សនៈផ្ទាល់ខ្លួនដែរគុំជេរអីចាត់ទុកថាខុសចុះបើត្រូវបងប្អូនយកឲ្យបងប្អូនមានមតិល្អណាខមមិនមកខ្ញុំភិនឲ្យបងប្អូនទម្លាប់ខ្មែររបស់យើងមួយដែលគេសរសេរសភៅតាក់ទងជាមួយនឹងចរិតខ្មែរយើងចូលចិត្តប្រហែសតែភាសារបស់គេនិយាយថាយើងចូលចិត្តមើងងាយអ្វីដែលវាមិនថាមានចេះវាស្រាលយើងតែខ្ញុំបដូរពាក្យមកថាយើងចូលចិត្តប្រហែសអញ្ចឹងកុំប្រហែសពេកពេលគឺនិយាយអីមកយើងក៏គុំស្ដាប់លឿនពេកមិនកំណត់ថាខ្ញុំត្រូវហើយគាត់ខុសទេខ្ញុំគ្រាន់តែបញ្ជាគ្រាន់តែមួយផ្នែកជូនបងប្អូនសូមអរគុណសូមជម្រាបលា